បាទនេះគឺជារបៀបធ្វើស្រែរបស់ជាកសិករនៅក្នុងខេត្តកំពង់ធំបាទជំហានទី1ពួកគាត់យកស្រូវមកលាយជាមួយនឹងជីបាទក្រោយពីលាយហើយគឺពួកគាត់យកស្រូវនោះឯងទៅព្រោះទៅបាចនៅក្នុងស្រែយកគ្នាតែម្ដងបាទក្រោយពីព្រោះហើយគឺពួកគាត់ជួលត្រាក់ទ័រឲ្យមកភ្ជួរលុបតែម្ដងបាទអញ្ចឹងគឺធ្វើវិធីរបៀបនេះគឺកាត់បន្ថយក្នុងការចំណាយដើមទុនទី1ហើយទី2គឺការពារកុំឲ្យសត្វល្អិតក៏ដូចជាសត្វចាបមកស៊ីស្រូវដែលបានព្រោះហើយនោះបាទគឺសាមញ្ញហើយងាយបាទក្រោយពីព្រោះស្រូវហើយគឺភ្ជួរលុបយកគ្នាតែម្ដងបាទគឺចំណេញពេលវេលាចំណេញកាត់បន្ថយជួយការពារកុំឲ្យសត្វល្អិតក៏ដូចជាសត្វចាបសត្វព្រាបមកស៊ីស្រូវពូជដែលព្រោះចោលនៅក្នុងស្រែនឹងឯងបាទ